គ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះឈុនអនីងអាយុ9ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀននាងបូច័ន្ទទី2មានអាយុ9ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀននាងបូខ្ញុំបាទឈ្មោះថាវណ្ណាឌីណូមានអាយុ8ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀននាងបូឈ្មោះវីរៈលីវីកាមានអាយុ8ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀននាងបូអសាកដាអាយុ10ឆ្នាំរៀនថ្នាក់ទី3នៅសាលារៀននាងបូមកនិយាយអំពីអត្ថប្រយោជន៍នៃការអានសៀវភៅជួយលោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិរបស់គ្នាបានស្ដាប់រៀងរាល់យប់មុនពេលចូលទៅអ្នកគ្រូតែងតែដាក់ព្រឹត្តិការណ៍ឲ្យខ្ញុំអានដូចផ្ញើជូនលោកគ្រូអ្នកគ្រូជារៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តណាស់ពេលដែលបានអានសៀវភៅនៅផ្ទះម្ដងព្រោះពេលដែលខ្ញុំអាននៅផ្ទះលោកតាលោកយាយប៉ាម៉ាក់គាត់ឮហើយគាត់តែសរសើរខ្ញុំថាពូកែណាស់ដូច្នេះហើយធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តនិងកក់ក្ដៅណាស់សម្រាប់ខ្ញុំអត្ថប្រយោជន៍នៃការអានសៀវភៅមាន5ចំណុចដែលខ្ញុំទទួលបាន1ជួយឲ្យខ្ញុំចងចាំមេរៀនដែលបានរៀនរួច2ជួយខ្ញុំចេះពីបានច្រើនជាងមុន3ជួយឲ្យខ្ញុំមានគំនិតច្រើនក្នុងការឆ្លើយសំណួរលោកគ្រូអ្នកគ្រូបានយ៉ាងល្អ4ជួយឲ្យខ្ញុំឆាប់យល់មេរៀនចំណុចទី5គឺពិសេសណាស់ពេលដែលមិត្តភ័ក្តិទាំងអស់គ្នាចាអាននិងយល់មេរៀនដែលអ្នកគ្រូដាក់ឲ្យហើយមិត្តភ័ក្តិទាំងអស់គ្នានឹងចង់មកសាលាដូចខ្ញុំចង់ជារៀងរាល់ថ្ងៃខ្ញុំចង់មកសាលាណាស់មិនចង់ដល់ថ្ងៃឈប់សម្រាកទេព្រោះខ្ញុំមកសាលាសប្បាយណាស់បានជួបជាមួយមិត្តច្រើននិងជួយជាមួយលោកគ្រូអ្នកគ្រូនៅសាលារៀននាងបូគាត់ស្រឡាញ់កូនសិស្សទាំងអស់គ្នានឹងយកចិត្តទុកដាក់លើកូនសិស្សស្មើគ្នាសូមអរគុណអនាម័យអំណាចចូលអានអត្ថបទខាងក្រោមដោយឆ្លើយនឹងសំណួរមានកុមារម្នាក់មិនសូវខិតខំរៀនសូត្រនិងមានទម្លាប់អាក្រក់មិនសម្អាតខ្លួនប្រាណដូចនេះការអានសៀវភៅមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំមិត្តភ័ក្តិទាំងអស់គ្នាកុំភ្លេចអានសៀវភៅណាសូមអរគុណ